សួស្តីចៅចៅសិស្សានុសិស្សថ្នាក់ទី6ចំណែកថ្នាក់ទី5ក៏រៀនជាមួយនឹងទី6បានដែរថ្ងៃនេះថ្ងៃប្រហ័សទី6ខែវិច្ឆិកាឆ្នាំ2025គណិតវិទ្យាស្វ័យសិក្សានៅផ្ទះគណិតវិទ្យានេះសូមបញ្ជាក់ថាសម្រាប់ស្វ័យសិក្សានៅផ្ទះមេរៀនទី41ចូលមកដល់ភាគទី4ដកស្រង់ចេញពីសៀវភៅថ្នាក់ទី7ចាស់ស្មើនឹងថ្នាក់ទី6ថ្មីបច្ចុប្បន្នសៀវភៅនេះបោះពុម្ពនាឆ្នាំ1970ស្ដីពីភាគរយតែយើងអនុវត្តផ្នែកប្រតិបត្តិទៅលើចំណោទលេខ1គណនាប្រាក់ចំណេញ 50% លើ500លើ4000លើ820លើ1460ប្រាក់ចំណេញ 50% លើប៉ុណ្នេះលើ500សួរថាតើគេបានចំណេញប៉ុន្មានណាគេបានចំណេញប៉ុន្មានហើយមានន័យថាថ្លៃទិញ100គេមានប្រាក់ចំណេញគឺគេគិតប្រាក់ចំណេញគឺគិតភាគរយទៅលើថ្លៃទិញដូច្នេះបើទិញអស់100គេដឹងថាគេចំណេញបាន50រៀលចុះបើទិញអស់500នេះវិធានត្រៃឋានណាចុះបើទិញអស់500រៀល100រៀលចំណេញ 50% 100រៀលចំណេញបាន50ចុះបើ500ចំណេញបានប៉ុន្មានដូច្នេះគេរក1រៀលស្មើនឹងពី100មក1រៀលថយចុះធ្វើលេខចាយព្រោះចំណោទនេះជាចំណោទសមាមាត្រស្របបើថ្លៃទិញច្រើនចំណេញក៏វារឹតទៅច្រើនបើថ្លៃទិញថយចុះចំណេញក៏ថយចុះវិញដែរចុះបើចំណេញឲ្យបើថ្លៃទិញដល់500ពី1ឡើងមក500ឡើង500ដងអញ្ចឹង50ចែកនឹង100គុណនឹង500គុណ500ម្យ៉ាងវិញទៀត50% លើថ្លៃទិញ50% លើថ្លៃទិញលើ500លើ500គេអាចនិយាយថា50% នៃថ្លៃទិញ500 50% នេះមានន័យថា50លើ100នៃប្រាក់500នៃ500រៀល 50% គេអាចសរសេរបែបនេះដូច្នេះវាមានន័យថាគេយក500នេះ500រៀលនេះបែងជា100ចំណែកហើយយក50បែងជា100ចំណែកយក50អញ្ចឹងចាយនឹង100បាន1ចាយនឹង100បាន5 5គុណ50 5រំដង25សូននេះ1ដាក់មក250ដូច្នេះ 50% នៃប្រាក់500បានចំណេញពាក់កណ្ដាលគឺ5អត់ដល់250រៀលចំណោទលេខ1គណនាប្រាក់ចំណេញ 50% លើ50% លើ50% លើ500ស្មើនឹង500នេះបែងជា100នេះភាគរយនេះគេអាចសរសេរ50ភាគ100ចា50បែងជា100ហើយយក50ដងស្មើនឹង250រៀល
50%លើ4000លើ4000ស្មើនឹង4000រៀលនេះបែងជា100ហើយយក50 4000គុណនឹង50ចាយនឹង100ចាយ100បាន1ចាយនឹង100គេលុប02នេះអសល់40គុណ50 4 5 10 20 1 2 02មកនឹង2000រៀលចំណេញ50%លើ4000ដូច្នេះបានន័យថាចំណេញពាក់កណ្ដាលនៃថ្លៃទិញគេយក400ចាយជា2នេះក៏បានដែរឬគេយក500ចាយជា2ក៏បានដែរចំណេញពាក់កណ្ដាល50%មានន័យថាចំណេញបានពាក់កណ្ដាល50%វាស្មើនឹងបើគេសម្រួលមកចាយ50បាន1នេះចាយ50បាន2នេះចំណេញពាក់កណ្ដាលចំណេញ1/2គេសួរទៀតតើចំណេញ50%លើប្រាក់820តើស្មើបានដែរវាស្មើនឹង820រៀលចាយនឹង100គុណនឹង50 320 100គុណនឹង50សម្រួលនឹង50បាន2សម្រួលនឹង50បាន1សម្រួល2បាន1សម្រួល2បាន4 4 8សល់0តម្លាក់2បានចាយ2បាន1 1 ដល់2សល់0តម្លាក់0បាន0ស្មើនឹង410គុណនឹង1ហើយចាយនឹង1ឃើញ410ដកដែរ50%លើ1460ស្មើនឹង1460ចាយនឹង100គុណនឹង50ស្មើនឹងចាយ50បាន1ចាយ50បាន2ចាយ2បាន1ចាយ2បាន7 7ពីដល់14សល់0តម្លាក់6ចាយ2បាន3 3ពីដល់6 1ដល់6 0តម្លាក់0បាន0 830គុណនឹង1ហើយចាយនឹង1ឃើញខ្លួនឯងបាន730រៀលចា50ចំណេញ50%លើប្រាក់1460ដូច្នេះមានន័យថាពាក់កណ្ដាលនេះចំណេញបានពាក់កណ្ដាលនៃ1460អញ្ចឹងគេយក1460សັບចាយនឹង2មកឃើញលុយពាក់កណ្ដាលឃើញលុយពាក់កណ្ដាលគឺ730ដូច្នេះចំណោទលេខ1ត្រូវបានដោះស្រាយចប់សពគ្រប់ចៅចម្លងចូលទៅក្នុងសិភៅកិច្ចការរបស់ចៅចុះចូលមកដល់ចំណោទលេខ2គណនាប្រាក់ចំណេញ 10% លើ 700 10% លើ 3000 10% លើ 940 10% លើ 750ដូចគ្នាអំបំមិញដែរដូច្នេះនិយាយរួមទៅអានេះមិនមែនជាចំណោទទេវាស្មើនឹងលំហាត់ប្រែមកតែការហាត់វឹកវើ
ធ្វើkiện nia rộpចំនួននៃសួររោគនេះបើចំណោទវាការចោតសួរវែងជាងនេះអានេះខ្លីវាស្មើនឹងលំហាត់ហើយអញ្ចឹងយើងដាក់ថាចំណោទវាមិនសមរម្យទេយើងដាក់ថាលំហាត់វិញគេនេះប្រាក់ចំណេញ 10% លើ 700 អញ្ចឹងលំហាត់លេខ 2គេនេះប្រាក់ចំណេញ 10% លើ 10% លើ 700 គឺ 10% លើប្រាក់ 700 បានន័យថា 700 ជាថ្លៃទិញ 10% លើថ្លៃទិញ 700 យើងទាញតាមត្រៃឋានដូចតែគ្នាទេណាបើគេទិញឲ្យ 100 គេចំណេញ 10 រៀលចុះបើគេទិញ 700 តើគេចំណេញប៉ុន្មានគេរួមមួយប្រាក់ចំណេញហើយថ្លៃទិញវាសមាមាត្រស្របបើប្រាក់ថ្លៃទិញច្រើនចំណេញក៏វាច្រើនថ្លៃទិញតិចចំណេញក៏បានតិចដូច្នេះ100 រៀលចំណេញ 10 រៀលចុះបើ1រៀលទិញអស់ 1 រៀលចំណេញបានចាយនឹង 100 ពី 100 ថយមក 1 យើងថយធ្វើលេខចាយពី 1 ឡើងមក 700 កើតគឺគុណ 700 10% គេអាចសរសេរមួយយ៉ាងទៀតនេះ 10% គេសរសេរ 10 ភាគ 100 សេចេះ 10% អានដូចគ្នា 10% នៃ 700 មានន័យថាម៉េចមានន័យថា 700 យកមកបែងជា 100 ចំណែកហើយយកតែ 10 គុណនឹង 10 10% លើ 700 គឺចាយនឹង 100 បាន 1 ចាយនឹង 100 បាន 7 7 គុណ 10 ស្មើនឹង 70 រៀល 10% លើ 3000 គឺស្មើនឹងយ៉ាងយើងទៅទូក្នុងវីដេអូវា 10% លើប្រាក់ 3000 គឺគេលាលំនាំដូចតែគ្នាទេដូច្នេះវា 3000 គុណនឹង 10 លើ 100 ចាយនឹង 100 បាន 1 នេះចាយនឹង 100 គេកាត់ក្បៀស2ខ្ទង់នេះចាយ 100 បាន 30 ចាយនឹង 100 គេកាត់ក្បៀស2ខ្ទង់ 30 គុណនឹង 10 ថែម 0.1 មក ស្មើនឹង 300 10% លើ 640 គឺ 640 រៀលគុណនឹង 10 លើ 100 640 100 សម្រួលនឹង 10 បាន 1 សម្រួលនឹង 10 បាន 10 កាលណារបស់ចែក 10 គេលុប 0.1
chạy đọc lục xôn mùi son mùi chạy đọc anh ấy chạy đọc tiết bàn mùi anh ấy chạy đọc lục xôn mùi bàn học sắp buồn côn nâng học sắp buồn côn muối hay chạy muối bàn học sắp buồn đọc đài đọc thì rồi lưu của mùi rồi sáng cứ bàn chậm này học sắp buồn rìa đọc thì rồi lưu của mùi rồi xài lưu của mùi rồi xài rồi hỏi lỡ phòng ba rồi hả từ phòng ba rồi hà sắp riêng ní bài chìm mà rồi hai dấu đọc thì bài chìm rồi thì dấu đọc thì ba rồi hảคุณดอกใจดอกบานมวยใจดอกบานดอกใจดอกบานมวยใจดอกบานเจ็ดปรางเจ็ดสปรางเรียเจ็ดสปรางเรียจำนวนในปีตระบานต่อสายจอบสอบกรุ๊ปเจ้าจำลองจูทุกน้องสิบเพิกกิจการว่าเจ้าจ๊อกចូលមកដល់ចំណុចលេខ3លំហាត់លេខ3គេនេះអត្រាបញ្ចុះតម្លៃ 25% បាននេះបើទិញគេអស់100 រៀលគេបញ្ចុះឲ្យ25 រៀលអញ្ចឹងយើងត្រូវបង់តែ75ទេជាតម្លៃពិតយើងបង់75 រៀលគេនេះអត្រាបញ្ចុះ 25% លើ400បើគេទិញអស់100ទិញអស់100គេបញ្ចុះឲ្យ25ចុះបើគេទិញអស់400តើគេបញ្ចុះឲ្យអស់ប្រមាណរៀលរោមវាទិញអស់1រៀលគេបញ្ចុះឲ្យ25ចាយនឹង100សមាមាត្រស្របណាទិញច្រើនគេបញ្ចុះក៏ច្រើនដែរទិញតិចគេបញ្ចុះក៏តិចដែរចុះបើទិញអស់400កើនមកវិញអញ្ចឹង25ភាគ100គុណនឹង400ដូច្នេះអានេះយើងធ្វើតាមត្រៃដ្ឋានបើយើងធ្វើមួយបែបទៀតតាមរបៀបភាគរយបញ្ចុះ25ភាគរយគេសរសេរ25ភាគ100នៃប្រាក់ទិញទាំងអស់គឺ400រៀលបញ្ចុះតម្លៃ 25% លើ400អញ្ចឹងបញ្ចុះអស់ប្រមាណបានន័យថា400នេះបែងជា100ចំណែកហើយយក25ដងណានេះយើងរកតាមភាគរយអញ្ចឹងគណនា25% គណនាអត្រាបញ្ចុះតម្លៃ 25% លើ25% លើ400គឺ400រៀលបែងជា100ហើយយក25
ហើយយក25 400 គុណនឹង25ហើយយក400បែងជា100ហើយយក25ភាគបែងជា100ភាគយក25ភាគចាយជា100ហើយរួចហើយយក25ចាយ100បាន1ចាយ100បាន4 4គុណនឹង25ស្មើនឹង100 4 5ដល់20ត្រាទុក2 4ដល់8 2ដល់បើទិញអស់400គេបញ្ចុះឲ្យ100រៀលយើងទិញអីវ៉ាន់ហ្នឹងទិញអីវ៉ាន់គេអស់400ដូចថាយើងបង់ប្រាក់តែ300ទេតម្លៃកំណត់400តែដល់ពេលដែលយើងបង់ដោយសារគេបញ្ចុះឲ្យអញ្ចឹងយើងត្រូវបង់តែ400រៀលទៅយើងត្រូវបង់តែ300រៀលតែប៉ុណ្ណោះព្រោះគេបញ្ចុះអស់100គណនាអត្រាបញ្ចុះតម្លៃអស់ 25% លើ400អញ្ចឹងមានន័យថាបញ្ចុះអស់100អញ្ចឹងតម្លៃពិតដែលត្រូវបង់គឺបង់តែបង់ប្រាក់ឲ្យគេបង់ថ្លៃទិញឲ្យគេតែ300រៀលទេក្រោយពីយើងទិញអស់400តម្លៃកំណត់ពិតប្រកបគឺ400តែតម្លៃពិតដែលត្រូវបង់គឺ300រៀលដក400ដក100ទៅឃើញតម្លៃពិត300 25% លើ2000គឺដូចគ្នាដែរ2000រៀលនេះយកមកបែងជា100ហើយយក25មក2000ចាយនឹង100បាន1ចាយនឹង100គេលុប02នៅសល់តែ20 20គុណនឹង25ចឹង2 25ដល់50 50សូននេះ1ទៀតចឹងគេបញ្ចុះតម្លៃអស់500រៀលគេបញ្ចុះអស់500រៀលដូច្នេះទិញអស់2000ដកតម្លៃបញ្ចុះអស់500រៀលទៅយើងបង់លុយឲ្យគេតែ1500រៀលតែប៉ុណ្ណោះ25%លើ4400គឺ4400រៀលនេះបែងជា100ហើយយក25ស្មើនឹងចាយ100បាន1ចាយ100យើងលុបតែ02ចេញទៅសល់44គុណជាមួយនឹង25 25 4 20 0ត្រា2 4 8 2ដក4 20 0ត្រា2 4 8 2ដក0011 យើងទិញអស់4400គេបញ្ចុះអស់1100ចុះអស់1100អញ្ចឹងយើងត្រូវបង់ប្រាក់ឲ្យគេតែ3300តែប៉ុណ្ណោះអត់បង់4400ទេព្រោះគេបញ្ចុះឲ្យនៅសល់តែ3300រៀលតែប៉ុណ្ណោះជាតម្លៃដែលត្រូវបង់4400ជាតម្លៃដែលគេកំណត់តែតម្លៃពិតគឺ3300ដូច្នេះលំហាត់លេខ3ត្រូវបានចប់សពគ្រប់ចៅចម្លងចូលទៅក្នុងសិភៅកិច្ចការរបស់ចៅទៀតចុះចូលមកដល់លំហាត់លេខ4គណនាប្រាក់កំហាប់
10%ស្អីគេប្រាក់កំហាតបានន័យថាម៉េចប្រាក់កំហាតគឺជាប្រាក់ខាតកំហាតការខាតគេលាប្រាក់កំហាត10% 20% 30% លើប្រាក់300រៀល1200រៀលអញ្ចឹងកំហាតលើ300កំហាតលើ300បាននេះខាតអស់ប្រមាណទៅកំហាតអស់300កំហាត10%គេសរសេរ10% នៃ300មានន័យថា300នេះបែងជា100ភាគហើយយក10ភាគនេះគឺប្រាក់ខាតទាំងអស់ដូច្នេះគេអានេះ10%លើ300ទិញអស់300គេខាតអស់10%អញ្ចឹងសួរថាខាតអស់ប៉ុន្មាននេះខាតអស់ប៉ុណ្នេះឃើញទេចាយនឹង100បាន1ចាយ100បាន3គុណ10ស្មើនឹង30គេនីកំហាត10% 20% 30% លើ10% លើ300គឺ300រៀលបែងជា100ហើយយក10ស្មើនឹង30បាទនេះគេខាតអស់30រៀល10% លើ1200គឺ1200រៀលហើយគុណនឹង10ចាយ100បាន1ចាយនឹង100នៅសល់12គុណ10របស់គុណ10នឹង1ចំនួនគុណ10គេសេចំនួននោះមកថែម01មកថែម0នៅខាងស្ដាំលេខបាទនេះខាតអស់120បើគេទិញអស់1200 10% លើ1200គឺខាតអស់120រៀល20% លើ300គឺ300រៀលគុណនឹង20ចាយ100ស្មើនឹងចាយ100បាន1នេះចាយ100បាន3គុណនឹង20ស្មើនឹង60បាននេះទៅខាតអស់60រៀល20% លើ
อันนี้ตามไม้จะเซปรักกำหาดมาตีเตะพูดจะเซทางเลือว่าแก่นี้ปรักกำหาดเห็นไหมกำหาดเพย์ร้อยเลยมาป้อนปีโรยคือโยมาป้อนปีโรยเรียใจยังมาโรยอายุมาเพย์โดยใช้ใจมาโรยบานมวยใจมาโรยบานดับปีก็ยังมาเพย์ดับปีดองเพย์บุญโซนมวยจำเลยหมอที่ขาดออกปีโรยสายสตรีอันนี้ยังอาจจะเซถักกำหาดอีกบ้านนั่นดับแต่จะเซกำหาดไปเรื่อยโดยจำบัดกำหาดต่างจังหวัดบ้านน่ะกำหาด30%เลิกใบโรยมาคือใบโรยนี้ใบเยี่ยมโรยอายุ30 bao nhiêu mà rồi phía vô sang sập thì chai nhưng mà rồi bá mù chai mà rồi là bay con đường sang sập bay đó còn buồn để xôn mũi bạn này thì khát sang sập thì rồi lư bay rồi bạn này thì khát cao sập cầm ha sang sập thì rồi lư một con pi rồi rỉaคือโยมปอนปีโรเรียวนี้คนหนึ่ง30ใจมาโรยใจมาโรยปานมุ้ยใจมาโรยปาน10 ปีโยมคุณจมุน30ใบปีดองปรังมวยใบน้องใบปีดองปรังมวยใบน้องใบ10 ปีใบดองเกสามปรังมวยจะเละโซนมวยหมอขาดออกใบโรย60 เหรียญในถ้าจำเราเรามาหัดเลี้ยงบุญตระบาดดอกสายจอบสับปรุเจ้าจำลองโจ้ตัวขนมเสร็จเผากิจการว่าเจ้าจ๊อบโจมาตอนเลยปรังหรือมาจงกร้อยเลยปรังเพียงเต็มโตจักรเยียนมุ้ยทลายมุ้ยปอนปรางโรย70 เหรียญเก็บบรรจบดำลาย10 เพียโรยตาเพียงเตาเอาปรักเก็บปนมาบ้านในตะกี้ดำลายของน็อตหมู่ปอนปรางโรย70กร้อยที่บรรจบดำลาย10 เพียโรยตาเกตเราบองปรักปนมาในเกตเราเอาปรักตะเกียบปนมาบานในตำลายปิดอันนี้เชื่อตำลายของน็อตแต่ยืมเราเอาปรักปนหนึ่งเตปีโปรเกตบรรจบตำลาย10 เพียโรยจังยืมเราเอาปรักเกมมาเราเอาปรักเกมมาโดยฉะนั้น10 เพียโรย10 เพียโรยยังไงจะเสีย10 เพียมาโรยใช่แต่ยอมมาร้อยก็เป็นเจ้าออดด็อกเรียดำไหลดำไหลอัตราบรรจบ10 เพียโรยมา10 เพียมาโรยเมียนในถาtính om mà rồi ría tính om mà rồi ría trâu bong pra
100 រៀលនេះយើងដក10រៀលចេញទៅយើងត្រូវឲ្យគេតែ90ភាគណាអត់យើងត្រូវឲ្យគេតែ90រៀលទេត្រូវឲ្យគេតែ90រៀលមានន័យថាទិញអស់100ត្រូវបង់ប្រាក់100រៀលដក10 90រៀលនោះថ្លៃកំណត់100ថ្លៃកំណត់100រៀលតម្លៃពិត90រៀលគេបានផលធៀបតម្លៃពិតគេបានផលធៀបតម្លៃពិតគេបានផលធៀបតម្លៃពិតនិងតម្លៃកំណត់100រៀលគឺតម្លៃកំណត់100រៀលគឺ90លើ100នេះជាផលធៀប90លើ100ស្មើនឹងបើគេសម្រួលនឹង10នេះសម្រួលនឹង10ទៅគេបាន9នេះចែក10ចែក10បាន9អានេះចែក10បាន10នេះសម្រួលប្រភេទផលធៀបសរសេរចឹងមកគេអាចសម្រួលផលធៀបនឹងដូចតែប្រភេទអញ្ចឹងស្មើ9លើ10 9លើ10អានេះជាផលធៀបតម្លៃពិតនិងតម្លៃកំណត់ដូចនេះគេត្រូវបង់ប្រាក់ឲ្យគេត្រូវបង់ប្រាក់ឲ្យគេតម្លៃ1500រៀលនេះអានេះ9ភាគ10នៃប្រាក់1570រៀលចឹងគេយក1570រៀលចាយជា10ភាគហើយយក9ស្មើនឹង1500គុណនឹង9ចាយ10ចាយ10បាន1ចាយ10បាន150គុណនឹង9 9 5ដល់45 4 5ដល់45សេ5ត្រា4 9ដល់9 4 4 13តម្លាក់01ដូចនេះស្មើនឹង1350រៀល1350រៀល9 5ដល់45 1507សាថ្មី1507ផលធៀបគេបានផលធៀបតម្លៃពិតនិងតម្លៃកំណត់100រៀលគឺ90តម្លៃពិតគេបានផលធៀបតម្លៃពិត90រៀលនិងតម្លៃកំណត់100រៀលគឺគេសរសេរបាននេះតម្លៃកំណត់សរសេរក្រោយត្រូវដាក់ធ្វើជាភាគបែងតម្លៃពិត90រៀលដាក់ពីលើសម្រួលមកនៅសល់9ភាគ10នៃប្រាក់ថ្លៃទិញសរុបនេះ1570ចឹងត្រូវបង់ប្រាក់ឲ្យគេ1570គុណ9ចែកជាមួយ10សម្រួលមកចែក10បាន1ចែក10បាន157 9 7ដង9 7ដង63សេ3ត្រា6 9 5ដង45នឹង6 45នឹង6 51ត្រាទឹក5 9 9 5 14
dương trong bom bạc ta lúc này chơi nhá mùi bón buôn rồi đọc bấy rìa đối với một con pram rồi chặt sập bài chỉ đọc thì hay vô khoảng 4 thứ mà pram một con buôn rồi đọc bấy rìa đôi đi cái trong bom bạc kế trong bom bạc kế cứ việc không lẽ cái nạn lùm hạt tế để cho nên dừng bạch đặt slide thai thế đặt clay chẳng mà đây chứ này lùm hạt lấy pram rồi bạn bảo slide chọc sập ruột trao chầm lo chố tôi không sự phô cách cá rồi bảo chào chó sau đó tới dương bạn bảo slide lùm hạt miền pram lùm hạt bố đi bay bốn pram đối với phía tí 4 số chọc tại bên này chào trào hát vai sạc xá thơ làng vinh đòi luôn ái rút ba cầm nái và ta bao video ta tiếng khnia mười khơi là trầm trấu nước chào bích và có chịp cài hỏi cùng bàn sẽ đáp bàn mướn bàn sẽ đáp bàn mướn bàn dùa ta ớt hát vật vườn thư làng vinh đòi luôn ái nút phía bà chế chia chiên phía chụp chỉ phía bà chế phía tràm chiên chẳng chào tàu tật hát phơi làng vinh ông pi phía rồi này xôm ở cùng